កុំបង្ខូចបង្កាច់គេដើម្បីបិទបាំងភាពអាក្រក់របស់ខ្លួនពេលនេះថៃជាមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអ ுக ្រិតជន Cyber Crime ពេលដែលថៃប្រឹងចោទកម្ពុជាថាជាមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអ ுக ្រិតជន Cyber Crime ទូរទស្សន៍សង្ហបុរីនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025បានផ្សាយវីដេអូឯកសារមួយដែលបង្ហាញថាប្រទេសថៃជាមជ្ឈមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំឲ្យទៅធ្វើការឲ្យពួកក្រុម Cyber Crime ប្រែក្លាយតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនលោកខៀវកញ្ញារិទ្ធអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងបច្ចុប្បន្នជាសមាជិករដ្ឋសភាបានបញ្ជាក់ថាប្រទេសថៃជាមណ្ឌលចែកចាយធំបំផុតនៃជនដែលត្រូវបង្ខំឲ្យទៅធ្វើការឲ្យក្រុមពួក Cyber Crime ប្រែក្លាយជាតំបន់ត្រីកោណមាសទៅជាតំបន់ត្រីកោណផ្លាទីនលោកបានបង្ហោះការបញ្ជាក់បែបនេះដោយយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNA សង្ហបុរីនៅយប់ថ្ងៃទី20ខែមិថុនាឆ្នាំ2025ការបញ្ចេញឯកសាររបស់ CNA ពេលដែលថៃប្រឹងចោទកម្ពុជាថាជាមណ្ឌលធំបំផុតក្នុងពិភពលោកនៃពួកអ ுக ្រិតជន Cyber Crime